សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះនេះខ្ញុំនិយាយរឿងអ្វីចំនួនមួយទៀតដែលតាក់ទងជាមួយនឹងកូនប្រុសរបស់នាងខ្ញុំតែម្ដងចានាងខ្ញុំនិយាយនេះក៏ជាបទពិសោធន៍មួយសម្រាប់បងប្អូនដែលគាត់ចាមានកូនតូចឬក៏ខ្ញុំធ្លាប់លើប៉ះពាល់ដល់មនុស្សធំក៏គាត់ធ្លាប់ជួបដែរចាមនុស្សវ័យចំណាស់គាត់ធ្លាប់ជួបដែរចានាងខ្ញុំនិយាយនេះពាក់ព័ន្ធនឹងអ្វីជំនឿដែលពាក់ព័ន្ធនឹងគេហៅអ្នកតាអីចឹងណាបងប្អូនកូនប្រុសរបស់នាងខ្ញុំអាយុគាត់កាលនោះអាយុប្រហែលជា5 6ឆ្នាំឯងគាត់ទៅរៀនណាបងប្អូនហើយតាមធម្មតាក្មេងគាត់រត់លេងនៅក្នុងវត្តចាគាត់រៀននៅបាត់ភ្នំចាគាត់រត់លេងនៅក្នុងវត្តចឹងទៅក៏គាត់ជន់នេះជន់នោះមានធម្មតាអ្នកដែលយកអ្នកដែលថាគាត់ធ្វើប៉ែធ្វើអីហើយឬក៏មានអ្នកតាអីខ្ទមអ្នកតាអីបាក់បែកអ្នកតាអីបាក់បែកចឹងគាត់យកទៅចោលនៅក្នុងវត្តអីចាប៉ុន្តែកូនក្មេងគាត់អត់ដឹងទេដោយកូនខ្ញុំអញ្ចឹងគាត់រត់លេងចាគាត់រត់លេងនៅក្នុងវត្តហ្នឹងពេលចេញលេងអញ្ចឹងណាចារត់លេងនៅក្នុងវត្តហ្នឹងគាត់ក៏ទៅដូចថាគាត់ទៅបាត់ជើងតូចគាត់ទៅបាត់ជើងតូចហ្នឹងក្បែរនៅកន្លែងដែលគេយកបាយសីហើយមិនតែគាត់ទេដូចថាមានមិត្តភ័ក្តិអីចឹងហើយគាត់រត់ជន់របស់គេហើយគាត់នោមតែគាត់មិនមែននោមដាក់ទេគាត់ថានោមនៅក្បែរហ្នឹងគាត់បាត់ជើងតូចនៅក្បែរហ្នឹងអញ្ចឹងទៅវាខ្ទាតទៅលើគេអញ្ចឹងណាចាបងប្អូនហើយដល់ពេលគាត់មកផ្ទះគាត់ចាប់ដើមក្តៅខ្លួនតែងហើយរឿងនេះដែរការតាំងពីលោកឪពុករបស់នាងខ្ញុំនៅដល់ថ្នាក់លោកឪពុករបស់នាងខ្ញុំយំមើលចៅអត់ជាគាត់កូនរបស់នាងខ្ញុំចាប់ដើមក្តៅតែងហើយពេលក្តៅហ្នឹងបងប្អូនអត់ទាន់ចេញអីទេពេលគាត់មកពីរៀនអញ្ចឹងគាត់ក្តៅខ្លួនអត់ទាន់ចេញអីតតែព្រលឹមឡើងចាប់ដើមចេញមកកណាត់ធំចកេះចុះក្រោមរបស់គាត់នឹងហើមឲ្យចេញដូចផ្ទាតាអាអញ្ចឹងប៉ុន្តែផ្ទាតាអាវាចេញវារៀងដូចថាវាធំដែរប៉ុន្តែវាធំអត់ដល់កម្រិតដូចថាពេលដែលកូនខ្ញុំគាត់ប៉ះពីលើគេហ្នឹងទេទាំងផ្ទាំងមានអាធំជាងបាតដៃផងថានិយាយទៅហើមធំចកេះចុះក្រោមតែម្ដងមកទោសសំបីតាចាប្រដាប់នោមរបស់គាត់ក៏គាត់នោមឡើងចេញដែរគឺហើមទាំងអស់ធំចកេះចុះក្រោមគឺហើមឲ្យឡើងខ្ទូលដូចថាប្រាដូចវាយប្រានៅពេញហ្នឹងតែម្ដងហើយនាងខ្ញុំនៅពេញឯពេលហ្នឹងនាងខ្ញុំអត់ទាន់ទៅស្រុកឯងដោយសារលោកឪពុករបស់ខ្ញុំគាត់មើលយកទៅពេទ្យផងអីផងមើលអត់ជាគាត់ក៏តែមកខ្ញុំគាត់ប្រាប់ថាចៅទៅរៀនមកវិញក្តៅខ្លួនតែងហើយឥឡូវចេញពទាតាអាគាត់អត់ដឹងគាត់ថាចេញពទាតាអាមកកណាត់ខ្លួនចុះក្រោមហើយយកទៅពេទ្យផងអីផងនៅតែអត់បាត់ទៀតគាត់ថាគាត់ពិបាកអត់ដឹងធ្វើម៉េចទេគាត់យំផងអីផងគាត់ឲ្យខ្ញុំនឹងឡើងទៅមើលកូនអញ្ចឹងព្រោះគាត់មើលទៅថាចៅវាក្តៅដល់ថ្នាក់ញាក់ហើយវាដូចថាវាអត់ថយក្រោយគាត់និយាយអញ្ចឹងថាអត់ថយក្រោយឲ្យមកឲ្យខ្ញុំនឹងទៅលឿនប៉ុន្តែខ្ញុំសួរគាត់ខ្ញុំគាត់ថាឲ្យគាត់នឹងតាំងអារម្មណ៍ខ្ញុំថាពួកឯងតាំងអារម្មណ៍សិនឥឡូវខ្ញុំសួរសិនយ៉ាងម៉េចខ្លះពេលដែលពួកឯងសួរកាលកូនខ្ញុំនៅនិយាយកើតអញ្ចឹងណាខ្ញុំសួរគាត់ថាវាថាវាទៅរៀនហ្នឹងហើយវារត់លេងវាគ្រាន់តែរត់លេងធម្មតាទេហើយវាបត់ជើងតូចតាមធម្មតាទេប៉ុន្តែដល់ពេលមកពីរៀនទៅវាទៅជាមានបញ្ហាអញ្ចឹងណាហើយខ្ញុំក៏នឹកឃើញថាបើថាផ្ទាតាអាក៏ពេទ្យគេថាមើលបានអីបានអានេះពេទ្យគាត់ថាមិនមែនផ្ទាតាអាហើយក្តៅខ្លួនតែងដូចល្វើល្វាយបងប្អូនល្វើល្វាយចាកូនក្តៅល្វើល្វាយដល់ពេលអញ្ចឹងទៅនាងខ្ញុំអត់អស់ចិត្តទេនាងខ្ញុំអត់អស់ចិត្តនៅកន្លែងធ្វើការក៏មានចាអ្នកកន្លែងធ្វើការម្នាក់គាត់ថាខ្ញុំក៏សួរខ្ញុំសានចេះមានអ្នកណាស្គាល់លោកណាប៉ាកែអត់ខ្ញុំនិយាយខ្ញុំសួរគេអញ្ចឹងដល់ឲ្យគេថាខ្ញុំមានលោកបងមួយតែមិនដឹងថាគាត់ប៉ាកែមិនប៉ាកែទេមិញឯងសាក់រើគាត់មើលហើយខ្ញុំហ្នឹងក៏តេទូរស័ព្ទទៅថ្វាយអង្គមអីចេះចុះរៀបរាប់តាមតាណាអញ្ចឹងទៅហើយគាត់សួរវាចំថ្ងៃសៅរ៍ការតេទៅគាត់ហ្នឹងចំថ្ងៃសៅរ៍ដល់ពេលគាត់ដេញដល់មើលទៅគាត់ថាកូនហ្នឹងជន់របស់គេប៉ះពីលើគេបើមិនបាយសីកូនអ្នកតាអញ្ចឹងណាចឹងហើយត្រូវតែឲ្យសែនព្រានឲ្យគេបើមិនអញ្ចឹងទេកូននឹងពិបាកហើយបើយើងគេថាសែនមិនត្រូវគឺគេយកអញ្ចឹងណាអាហ្នឹងអបិយជំនឿគេថាផ្លូវងឹតអញ្ចឹងណាលោកនឹងគាត់ដេញដោលមើលទៅប៉ុន្តែនិយាយតាមទូរស័ព្ទណាខ្ញុំរើគាត់មើលតាមទូរស័ព្ទលោកនឹងគាត់ដេញដោលមើលទៅគាត់ថាកូននឹងប៉ះពីលើរបស់គេគាត់ថាបើមិនអញ្ចឹងសួរវាច្បាស់
vì mình tới đá chọn ấy tôm nè ta bạ bay ấy rồi có chọn bài xây chọn ấy ở hay kia bằng khi mình score bài xây đó về hay có chọn đam su cầu nâng thà là con anh chọn ấy ở con anh pa ấy ở con anh rút lên mình khơi nè ta mình khơi tôm mấy bạ bay mình khơi bài cái giờ bỏ chào ở cọt có loại ta khơi hay cọt rút chọn rút ở mình bấm nón tê bà tay rút tới chọn đó về hay chọn tới thà về là ở chẳng tới cọt có chụp lại những cọt bọt chân tội nó bài nó tới việc tiệt từ lừa kê chẳng áចាពេលចឹងគេប្រកាសហើយលោកនឹងក៏ប្រាប់ថាតនថ្ងៃសៅរ៍ត្រូវតែសែនថ្ងៃសៅរ៍ហ្នឹងណាកុំឲ្យហួសចាសែនថ្ងៃសៅរ៍កុំឲ្យហួសព្រោះសែនអ្នកតាសែនគេថាសែនពួកខាងហ្នឹងចឹងទៅគេសែនថ្ងៃសៅរ៍គាត់ថាធ្វើម៉េចថ្ងៃសៅរ៍កុំឲ្យហួសថ្ងៃសៅរ៍ហើយក៏ខ្ញុំប្រាប់ទៅលោកឪពុករបស់ខ្ញុំនឹងថារលោកមើលទៅលោកថាចេះចុះចឹងត្រូវឲ្យគាត់សែនស្អីប៉ុន្តែខ្ញុំទៅអត់ទាន់ដល់ទេចាខ្ញុំទៅទាន់ដល់ទេខ្ញុំក៏ទៅពីពេញអញ្ចឹងប្រាប់លោកឪពុករបស់ខ្ញុំអញ្ចឹងឲ្យគាត់រៀបចំសែនឲ្យកូនខ្ញុំទៅកុំឲ្យហួសថ្ងៃហ្នឹងព្រោះថ្ងៃហ្នឹងថ្ងៃសៅរ៍ពេលអញ្ចឹងខ្ញុំប្រាប់គាត់ហើយគាត់ក៏រៀបចំកាលនោះដូចជាមានស្រាហើយមានមន់ស្ងាមានស្រាហើយមានមន់ស្ងាដាក់ទៅអ្នកតាគេត្រូវការពួកអញ្ចឹងចាដល់ពេលស្អីគាត់សែនហើយគាត់តែមកវិញគាត់ថាបាត់ហើយបាត់ដៅខ្លួនមកគាត់តែគាត់ថាអាកទួលវាទឹមស្រកអាហើមវាទឹមស្រកឯណាវាអត់ទាន់ស្រកទាំងអស់ហេហើយខ្ញុំនឹងក៏ឡើងទៅយើងទៅដល់មើលកូនទៅវានៅស្នាមគាត់ថាមើលទៅយើងព្រឺក្បាលហ្មងថានៅស្នាមហ្នឹងប៉ុន្តែមើលទៅវាខុសធម្មតាបើថាធ្លាប់ឃើញអ្នកជំងឺផ្ទាលតាអីផ្សេងវាមានរោគសញ្ញាបែបផ្ទាលតាតែនេះវាអត់ទេត្រឹមចង្កេះចុះក្រោមគឺហើមចាត្រឹមចង្កេះចុះក្រោមនឹងហើមហើយវានៅប្រានៅនឹងវាមិនមែនជាផ្ទាលតាប៉ុន្តែវាប្រានៅខ្ញុំទៅដូចជា2ថ្ងៃ3ថ្ងៃទៅកូនខ្ញុំស្រកហើមទាំងស្រុងណាប៉ុន្តែធ្វើការសែនព្រេនណាសែនត្រូវអានឹងយើងមកចាយើងជាដូចដើមចាយើងព្យាយាមបើថាសែនមិនត្រូវយើងព្យាយាមរកវិធីនេះវិធីនោះបើសិនជាគ្រូពេទ្យមើលហើយរកមិនឃើញពីមូលហេតុរកមិនឃើញពីជំងឺហើយអត់ធូរបងប្អូនគួរតែសាកល្បងដែរហើយនេះវាជារឿងពិតនៅក្នុងក្រុមគ្រួសាររបស់នាងខ្ញុំតែម្ដងនិយាយទៅដល់ពេលកូនខ្ញុំក៏គាត់រៀងកូនខ្ញុំគឺយល់គាត់ឆាប់ចាំគាត់ឆាប់ខ្លាចដូចថារឿងអីដែលគាត់ធ្លាប់ជួបម្ដងគាត់អត់ឲ្យជួបម្ដងទៀតទេពេលកូនជាខ្ញុំក៏ប្រាប់គាត់ថាកូនឯងទៅរៀនកូនឯងលែងរត់មកចេញក្រៅដូចថាឲ្យរត់ទៅនៅមុខថ្នាក់រៀនកុំឲ្យរត់តាមក្រោយសាលាអីចឹងក្រោយថ្នាក់បន្ទប់អីចឹងកុំឲ្យរត់ទៅកន្លែងហ្នឹងទៀតបើកូនឯងរត់ទៅកន្លែងហ្នឹងទៀតខ្លាចចំខ្លាចអីចឹងទៀតគាត់ខ្លាចគាត់អត់រត់ទេហើយមានតែពេលនោះទេមានតែម្ដងនោះទេដែលកូនប្រុសខ្ញុំគាត់ធ្លាប់ជួបបញ្ហាកូនស្រីធ្លាប់ជួបម្ដងកូនប្រុសធ្លាប់ជួបម្ដងហើយវាមិនមែនជារឿងធ្វើវីដេអូណាដើម្បីនិយាយទៅឲ្យរលុយអីអត់ទេប៉ុន្តែខ្ញុំចង់ចែករំលែកបទពិសោធន៍ដែលនាងខ្ញុំធ្លាប់ជួបនៅក្នុងក្រុមគ្រួសាររបស់នាងខ្ញុំតែម្ដងចាគឺវាពិបាកនឹងពណ៌នាបើសិនជាបងប្អូនធ្លាប់ជួបហើយបងប្អូនធ្លាប់ជឿលើអបិយជំនឿបងប្អូននឹងដឹងហើយខ្ញុំកាលនាងខ្ញុំនៅតូចកូននាងខ្ញុំធ្លាប់ឮចាស់និយាយរឿងអ្នកដើរជន់ពែឬក៏ជន់អ្នកតាជន់អីហ្នឹងអ្នកចាស់ហ្នឹងគាត់ធ្លាប់ហើមមកកណាត់ចុះក្រោមចាដល់ថ្នាក់គាត់បត់ជើងតូចលែងចេញអ្នកខ្លះអាចស្លាប់ក៏មានតែរមូលហេតុអត់ឃើញចាអ្នកខ្លះក៏គាត់ដឹងអ្នកខ្លះថាប៉ះប្រទាលជន់ដបោកជន់អីចានាងខ្ញុំធ្លាប់ស្ដាប់រឿងនាងខ្ញុំចូលចិត្តណាស់ចាស់និយាយគ្នាហើយចាស់ជំនាន់មុនបងប្អូនចាស់ជំនាន់មុនគឺគាត់ប៉កែនាងខ្ញុំចូលចិត្តស្ដាប់ពួកគាត់ខ្លាំងមែនតើហ្មងឲ្យតែចាស់និយាយគ្នារឿងដើរព្រៃរឿងជួបបញ្ហាបែបនេះបែបនោះគឺនាងខ្ញុំស្ដាប់ហើយនាងខ្ញុំចងចាំទុកជានិច្ចចាហើយខ្ញុំតាចូលចិត្តណាស់តាចូលចិត្តដោយសារអីនាងខ្ញុំចូលចិត្តពួកគាត់និយាយគ្នាអញ្ចឹងទៅនាងខ្ញុំទៅអង្គុយស្ដាប់ក្បែរគាត់ហើយគាត់ថានាងខ្ញុំចាប់អារម្មណ៍រឿងអញ្ចឹងណាឬក៏រឿងប្រវត្តិសាស្ត្រពីដើមអីអើយគឺនាងខ្ញុំចូលចិត្តខ្លាំងមែនតើមកហើយដល់ពេលមកមានកូនមានចៅនិយាយទៅជីវិតរបស់នាងខ្ញុំតាំងពីក្មេងមកនាងខ្ញុំធ្លាប់ជួបបញ្ហាដែលពាក់ព័ន្ធនឹងរឿងអញ្ចឹងអីច្រើនដែរគាត់ថានេះនាងខ្ញុំគាត់លើកយករឿងបញ្ហាតាក់ទងនឹងកូនឈឺដើម្បីឲ្យបងប្អូនខ្លះគាត់គាត់ធ្វើការពិចារណាពេលដែលកូនគាត់ឈឺឬក៏ថាខុសប្លែកពីធម្មតាបងប្អូនគួរតែជឿខ្លះរឿងអបិយជំនឿចាប៉ុន្តែគ្រាន់តែចាំមួយថាចេះយើងមិនប៉ះពាល់គេមិនប៉ះពាល់យើងធ្វើតែល្អទៅគឺបានល្អហើយចាធ្វើល្អគឺបានល្អអត់មានណាគេរករឿងយើងបានទេចាអរគុណច្រើន